Hello សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BL របស់ខ្ញុំចាសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការ review នៅរឿង Thai BL ថ្មីមួយដែលមានចំណងជើងថា The Love Never Said ចាសម្រាប់រឿងមួយនេះពេលដែលខ្ញុំបានមើល trailer ហើយគឺថាល្អមើលខ្លាំងមែនទែនហ្នឹងហើយអ្នកទាំងគ្នាសំខាន់គឺថាសាច់រឿងឡើងប្លែកតែម្ដងដែលសាច់រឿងនៅក្នុងរឿងមួយនេះគឺបែប drama ទឹកភ្នែកលហេមលហាមអីចឹងណាហ្នឹងហើយអ្នកទាំងគ្នាហើយក៏មានជាការ bully និងស្នេហាបែប romantic អូខេកុំឲ្យខាត់ពេលវេលាយូរឥឡូវទៅធ្វើការស្ដាប់ខ្ញុំ review រឿងនឹងទាំងអស់គ្នាហ្មងទៅចាសម្រាប់រឿងមួយនេះនិយាយពីតួឯករបស់យើងដែលគាត់មានឈ្មោះថាឯងរបស់យើងត្រូវបានលោកគ្រូរបស់គាត់ព្យាយាមបំពេញលើរាងកាយរបស់គាត់ថែមទាំងមានថតជាវីដេអូរូបភាពទៀតផងនៅពេលដែលវីដេអូហើយនឹងរូបភាពនឹងត្រូវបានផ្សព្វផ្សាយចេញទៅខាងក្រៅឯរបស់យើងគឺគាត់ខ្មាស់គេខ្លាំងមែនទែនរហូតដល់គាត់នឹងបានសម្រេចចិត្តឈប់រៀនរឿងមួយនៅវាបានខ្លាចជាសុបិនដ៏អាក្រក់នឹងតែងតែលងបន្លាចគាត់មិនឈប់មិនឈរបន្ទាប់ពីឯបានឈប់រៀនមួយរយៈហើយក៏បានចូលរៀនវិញតែរឿងអតីតកាលនោះវាដូចជាមិនចេះចប់សោះទោះបីជាគាត់បានប្រាប់គេថាលោកគ្រូរបស់គាត់នឹងព្យាយាមរំលោភលើរាងកាយរបស់គាត់យ៉ាងណាក៏ដោយក៏នៅតែអត់មានអ្នកជឿគាត់ដដែលគ្រប់គ្នាតែមើលមកគាត់នឹងដូចជាសត្វចម្លែកអញ្ចឹងហើយថែមទាំងព្យាយាមបូលីមកលើគាត់ដូចជាការវាយដំច្រំធាក់និងជេរប្រមាថមើលងាយគាត់គ្រប់សារពើដោយមិនអោយតម្លៃមកលើគាត់សូម្បីតែបន្តិចនៅថ្ងៃមួយនៅពេលដែលឯងគាត់កំពុងតែត្រូវបានមករួមថ្នាក់របស់គាត់វាយធ្វើបាបពេលនោះបានសេនរបស់យើងគាត់បានចូលមកជួយនិងបានវាយបកទៅលើភក់នឹងឡើងភក់នឹងរត់បាស់ជើងអស់ហើយបន្ទាប់មកសេនគាត់ក៏បានរត់ទៅមើលឯងថាឯងនឹងមានត្រូវកន្លែងណាអត់តែឯងរបស់យើងត្រូវបានគេបូលីច្រើនហ៎អញ្ចឹងទៅគាត់ក៏បានប្រាប់ឲ្យសេននឹងចេញឆ្ងាយពីគាត់ទៅក៏មករញ៉េរញ៉ៃជាមួយនឹងគាត់បើសេនអត់ចង់ឲ្យគេបូលីដូចជាគាត់ដែរនៅថ្ងៃបន្ទាប់ឯហើយនឹងសេនគាត់ក៏បានខ្លាចជា roommate ជាមួយនឹងគ្នាឯងបានបង្កើតរនាំងខាំងដើម្បីកុំឲ្យសេននឹងចូលមកនៅក្បែរគាត់បានដោយគាត់នឹងបានធ្វើការចែកបន្ទប់ជាពីរយើងមិនដឹងថានៅកន្លែងហ្នឹងតើបន្ទប់ទឹករបស់គាត់នឹងមានពីរឬអត់នោះទេតែបើមានមួយវិញគឺថាមិនបាក់និយាយទេដឹងតែត្រង់រហូតហើយថ្ងៃបន្ទាប់ឯរបស់យើងហ្នឹងគឺគាត់បានធ្វើបាបសេនក៏ដឹងថាសេននឹងអត់ជួយចិត្តធូរ៉េណូក៏បានតែងធូរ៉េនយកមកញ៉ាំនៅក្នុងបន្ទប់ហើយគ្រាន់តែសេនគាត់ឃើញភ្លាមហ្នឹងគឺគាត់រត់ឡើងបាយគួរតែម្ដងព្រោះចាញ់នឹងក្លិនអីចឹងណាហើយដល់ថ្ងៃមួយសេនរបស់យើងគឺគាត់បានបោកគួរកៅអៅឲ្យឯងហើយនៅក្នុងកៅអៅហ្នឹងគឺវាមានក្រដាសមួយពេលដែលសេនគាត់បោកទៅធ្វើឲ្យវាហ្នឹងសើឯងរបស់យើងគឺគាត់ខឹងខ្លាំងមែនទែនក៏គិតថាសេនហ្នឹងចង់ធ្វើបាបគាត់វិញហើយគាត់ក៏បានប្រាប់សេនហ្នឹងឲ្យឈប់មករវីរវល់ជាមួយនឹងគាត់ទៀតទៅតែសេននេះគឺគាត់គ្មានចេតនាពិតមែនគ្រប់យ៉ាងដែលគាត់ធ្វើពិតជាចេញពីចិត្តរបស់គាត់ពិតមែនប៉ុន្តែទោះបីជាឯងព្យាយាមនៅឲ្យឆ្ងាយពីសេនយ៉ាងណាក៏ដោយក៏គាត់បានមកជួបគ្នាវិញដដែលព្រោះឯងក៏បានចូលសម្ដែងនៅក្នុង project របស់ក្រុមរបស់គាត់ជាតួឯកប្រុសហើយពេលនោះមិត្តរួមក្រុមរបស់គាត់ក៏បានប្រាប់ឲ្យគាត់នឹងធ្វើការសម្ដែងដោយគាត់ចង់ខ្សែបិទភ្នែកឲ្យជិតទាំងដែលគាត់មិនដឹងថាតើតួឯកម្នាក់ណាទេដែលមកសម្ដែងជាមួយនឹងគាត់ពេលដែលគាត់សម្ដែងបិទភ្នែកសុកៗនឹងទៅគាត់ក៏ត្រូវសម្ដែងស៊ីនមួយដែលត្រូវថើបគ្នាសម្រាប់ការសម្ដែងរបស់គាត់គឺល្អខ្លាំងដែរព្រោះឯអ្នកនៅក្នុង hall មួយហ្នឹងគឺថាស្រែកហូតែម្ដងបន្ទាប់ពីថតចប់ហើយគាត់ក៏បានដកក្រណាត់នឹងចេញធ្វើឲ្យគាត់ឡើង surprise តែម្ដងព្រោះតែអ្នកដែលគាត់បានថើបអំបិលមិញគឺជាសេនរបស់យើងហើយសេនរបស់យើងឡើង happy តែម្ដងពេលដែលត្រូវបានគេថើបអញ្ចឹងហើយបន្ទាប់ពីពួកទូប្រុសរបស់យើងចាប់ផ្ដើមថតរឿងជាមួយនឹងគ្នាមកធ្វើឲ្យពួកគាត់ចាប់ផ្ដើមនិយាយរកគ្នាបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីពួកគាត់សាមជាមួយនឹងគ្នាពេលដែលថតរឿងមកវាចេញដូចជាធម្មជាតិពិតៗអីអញ្ចឹងណាតែភាពស្និទ្ធស្នាលរបស់គាត់ក៏បានខ្លាយទៅជាស្នេហាដែលស្អិតរមួតដោយគ្មានអ្នកណាអាចបំបីគាត់បានតែនៅថ្ងៃមួយឪពុករបស់សេនក៏បានដឹងថាកូនរបស់គាត់បានតាក់ទងជាមួយនឹងឯងគាត់ក៏បានធ្វើការហាមឃាត់និងខាំងសេននៅក្នុងបន្ទប់ដើម្បីសេននឹងមិនអាចទៅរញ៉េរញ៉ៃជាមួយនឹងឯងបានព្រោះតែគាត់នឹងបានជ្រើសរើសមនុស្សឲ្យសេនហើយគេនោះឈ្មោះរ៉ានីសម្រាប់ឯងវិញទោះបីជាគាត់ស្រឡាញ់សេនខ្លាំងយ៉ាងណាក៏ដោយក៏គាត់នៅតែព្យាយាមរុញច្រានឲ្យសេននឹងចេញឆ្ងាយពីគាត់ដោយក៏បានយកមនុស្សម្នាក់មកបន្លំធ្វើជាសង្សាររបស់គាត់ដើម្បីបន្លប់ភ្នែករបស់សេនមូលហេតុដែលគាត់ធ្វើអញ្ចឹងគឺគាត់ចង់ឲ្យសេននឹងចេញឆ្ងាយពីគាត់ព្រោះតែគាត់ខ្លាចសេននឹងត្រូវគេបូលីហើយថ្ងៃមួយសម្បត្តិអាក្រក់របស់គាត់នឹងក៏បានត្រឡប់មកសារជាថ្មីម្ដងទៀតនៅថ្ងៃដែលគាត់បានសម្ដែងចប់ហើយក៏បានឡើងឆាកពេលនោះក៏មានមនុស្សអាក្រក់នឹងបានធ្វើការចាក់បញ្ចាំងនៅរូបភាពរបស់គាត់ធ្វើឲ្យអ្នកនៅក្នុង hall មួយនឹងសម្លឹងមើលមកគាត់ដូចជាគាត់នឹងជាសត្វចម្លែកឯងត្រង់មកបានគាត់ក៏បានរត់ចេញទៅបានតែពេលនោះសេនគាត់ក៏បានរត់ទៅតាមគាត់លួងផងគាត់អោបផងប្រាប់ឲ្យឯងរបស់យើងនឹងចិត្តតិចឯងរបស់យើងគាត់និយាយទាំងពិបាកចិត្តថាឯងឃើញយើងបែបនេះហើយឯងនៅចង់បានយើងធ្វើជាសង្សារឯងទៀតអត់សេនគាត់បាននិយាយໄວទាំងអស់គាត់ក៏បានថើបមករបស់ឯងដើម្បីបញ្ជាក់ថាគាត់ពិតជាស្រឡាញ់ឯងពិតមែនហើយគាត់ក៏អាចទទួលយកឯងបានទោះបីជាឯងធ្លាប់ខុសយ៉ាងណាក៏ដោយអូខេសម្រាប់រឿងមួយនេះអត់ទាន់ចេញនោះទេនឹងថ្ងៃអ្នកទាំងអស់គ្នាអូខេអរគុណច្រើនបាយបាយ